Hey everyone, welcome back. It's great to see you here today. ក្មេងប្រុសម្នាក់នេះបានលើកស្នាបាញ់ទៅលើខ្លាឃ្មុំខ្មៅធំមួយហើយពេលនោះសប្តាហ៍ខ្លាឃ្មុំខ្មៅនោះចេះរយបាត់សត្វតែមានខ្លាឃ្មុំមួយទៀតហក់មកចំឪពុករបស់គាត់តែឪពុករបស់គាត់បាញ់អត់ត្រូវឲ្យធ្វើឲ្យខ្លាឃ្មុំនោះហក់មកខំឪពុកគាត់ឡើងបកាច់បកិតឡើងពេញហ្នឹងហើយដល់ពេលក្មេងប្រុសឃើញហេតុការណ៍នេះក៏បានដកស្នាដាក់ខ្លាឃ្មុំនោះមកគ្របចំកណ្ដាលក្បាលឡើងចេះរយបាត់ទៅដល់ពេលមន្ទីរពេទ្យម្ដងមន្ទីរពេទ្យបានជួយសង្គ្រោះបរិសុទ្ធនោះបានហើយបរិសុទ្ធនោះពិតជាដឹងគុណចំពោះកូនគាត់មែនទែននេះជារឿងពិតដែលកើតមានចំពោះឪពុកម្នាក់ដែលត្រូវខ្លាឃ្មុំខំហើយត្រូវបានកូនប្រុសរបស់គាត់បានជួយសង្គ្រោះបារម្ភម្នាក់នេះបានទិញកាតផ្សំរង្វាន់ចំនួន$2ពេលនោះសត្វគាត់ក៏ទៅឃើញត្រូវរង្វាន់រានហើយគាត់បានខកទៅប្រាប់ប្រពន្ធគាត់ពីអារម្មណ៍របស់ចាស់នេះធ្វើឲ្យប្រពន្ធគាត់មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងពីអ្នកគាត់ហើយដល់ពេលនោះគាត់បានសម្រេចចិត្តថាទិញម្ដងទៀតដល់ពេលទិញម្ដងទៀតក៏ទៅសត្វត្រូវរង្វាន់ធំគឺចំនួន$25,000ធ្វើឲ្យបារម្ភម្នាក់នេះមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងដែលត្រូវរង្វាន់ធំយ៉ាងនេះហើយនេះជារឿងពិតដែលកើតមានចំពោះបារម្ភម្នាក់នេះដែលបានទិញកាតកោះត្រូវរង្វាន់ធំចំនួន2ដងជាប់គ្នាពិតជាអស្ចារ្យមែនទែនក្មេងប្រុសម្នាក់នេះបានដើរដំណើរកម្សាន្តនៅលើភ្នំពីឪពុកគាត់ហើយគាត់សម្លឹងមើលទៅលើសត្វទៅឃើញរូបប្រាតកកមួយនៅលើពពកហើយធ្វើឲ្យគាត់សប្បាយចិត្តយ៉ាងខ្លាំងដល់ពេលគាត់ដើរទៅមុខព្យាយាមមើលចុះឡើងអត់បានមើលក្រោមក៏ធ្លាក់ពីលើកំពូលភ្នំកម្ពស់120 feet ហើយធ្វើឲ្យគាត់ឡើងប៊ីស700ខួរក្បាលគាត់ឡើងកាច់កិនពេញហ្នឹងហើយដល់ពេលឪពុកគាត់ឃើញហេតុការណ៍នេះក៏បានចោះទៅមើលកូនហើយគាត់ស្ទាប់ជិបចូលទៅឃើញថាគាត់ប៊ីស700ហើយ6ម៉ោងក្រោយមកស្រាប់តែឃើញតែជួយសង្គ្រោះមកដល់រហូតដល់ជើងគាត់ចកេះគាត់និងក្បាលគាត់ឡើងប្រេះតិចអស់ហើយទៅដល់មន្ទីរពេទ្យក៏អាចធ្វើគាត់ដឹងខ្លួនឡើងវិញហើយនេះជារឿងពិតដែលកើតមានចំពោះបរិសុទ្ធពីអ្នកឪពុកកូននេះដែលបានឡើងលើភ្នំហើយត្រូវធ្លាក់មកចោះក្រោមប៊ីសនឹង700ទាំងកូនទាំងឪនេះគឺជាការកំណត់ម៉ោងនៅសម័យបុរាណដោយសារតែសម័យហ្នឹងគឺអត់ទាន់មាននាឡិកាអត់ទាន់មានទូរស័ព្ទមើលម៉ោងដូចសម័យឡើយទេដំបូងឲ្យទៅពេលទឹកវាចាប់ផ្ដើមផុសឡើងនោះរូបសំណាកនឹងចោលឡើងលើហើយរូបសំណាកហ្នឹងគឺសំដៅទៅលើម៉ោងដែលគេមើលប្រចាំថ្ងៃគេបានកំណត់លេខ1លេខ2រហូតដល់លេខ12ដល់ពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចរូបសំណាកហ្នឹងវាចាប់ផ្ដើមឡើងទៅលើហើយដើម្បីកំណត់ដឹងថាម៉ោងប៉ុន្មានដល់ពេលយប់អាទិត្យហ្នឹងវាចាប់ផ្ដើមផុសចុះក្រោមហើយអាទិត្យហ្នឹងក៏វាបានខ្ចាយចេញមកដូចតម្លៃថាដល់ពេលហ្នឹងវាបានយប់ហើយនេះគេធ្វើបែបហ្នឹងរហូតដើម្បីកត់សម្គាល់ថាពេលណាយប់ពេលណាថ្ងៃដើម្បីឲ្យមនុស្សនៅក្នុងប្រទេសហ្នឹងគឺអាចមើលដឹងថាពេលណាថ្ងៃរូបសំណាកហ្នឹងវាងើបឡើងលើបន្តិចម្ដងតាមពេលវេលាអញ្ចឹងណាដល់ពេលយប់ឡើងរូបសំណាកហ្នឹងវាចាប់ដើមធ្លាក់ចុះទៅក្រោមវិញដល់ពេលមនុស្សទាំងអស់គ្នាព្យាយាមមើលតាមហ្នឹងទៅគឺអាចសម្គាល់ពេលវេលាបាននេះជារឿងពិតនៃការកំណត់ពេលវេលានៅសម័យបុរាណដែលគេធ្វើសម្រាប់មើលម៉ោងជារៀងរាល់ថ្ងៃលោកតាម្នាក់នេះហេតុតែឃ្លានផឹកទឹកខ្លាំងពេកក៏បានផឹកទឹក10កន្ទង់ក្នុងពេលតែមួយពេលនោះធ្វើឲ្យប្រវែងមកគាត់ឡើងក្រៀមហើយគាត់ពិតតែមានការឈឺចាប់ជាមួយនឹងការផឹកទឹកច្រើនមែនទែនធ្វើឲ្យគាត់មានអារម្មណ៍ថាអត់ស្រួលនឹងខ្លួនហើយស្រែកយ៉ាងខ្លាំងដល់ពេលទៅដល់មន្ទីរពេទ្យបានមើលប្រវែងមកគាត់ថាថៃបានប្រវែងគាត់មកក្រៀមចឹងគាត់ថាមកពីគាត់នឹងផឹកទឹកច្រើនពេកមកផ្លែសោះគាត់ផឹកអស់10កន្ទង់ហើយដល់ពេលមន្ទីរពេទ្យគេបញ្ជាក់គាត់ថាមើលទៅគាត់ថាពិតជាអញ្ចឹងមែនហើយគាត់បានប្រាប់រឿងរ៉ាវទាំងអស់ទៅដល់មន្ទីរពេទ្យថាទឹកវាដែលគាត់ផឹកហ្នឹងគឺមានសរីរាង្គអ្វីម្យ៉ាងដែលខុសប្រក្រតីធ្វើឲ្យរូបរាងកាយប្រវែងមកគាត់ឡើងប្រេះដល់ពេលទៅដល់តុលាការឲ្យគាត់ធ្វើអញ្ចឹងឲ្យគាត់ញ៉ាំប័រមួយចែកមួយជាមួយនឹងខ្នាក្តោបជាមួយនឹងអំបិលដើម្បីដេញជាតិពុលនៅក្នុងខ្លួនរបស់គាត់ដោយសារតែគាត់ច្រឡំផឹកទឹកដែលមានសារធាតុពុលហើយនេះជារឿងពិតនៃការពិសោធន៍របស់បុរសម្នាក់ដែលឃ្លានផឹកទឹកពេកផឹកទឹកអស់10កន្ទង់ក្នុងពេលតែមួយឆ្កែមួយក្បាលនេះពិតជាស្មោះត្រង់មែនតើដល់ពេលម្ចាស់វាចូលទៅវះកាត់ខាងក្នុងឆ្កែហ្នឹងវាបានអង្គុយរងចាំនឹងរហូតដល់ពេលមួយម្ចាស់វាបានបោះគ្រាប់មួយឲ្យវាស៊ីកុំឲ្យវាប្រកែកអង្គុយចាំពេកដល់ពេលទៅដល់កន្លែងវះកាត់ម្ចាស់វាបានចេះរយបារៃធ្វើឲ្យឆ្កែហ្នឹងវាអង្គុយរងចាំពីមួយថ្ងៃទៅមួយថ្ងៃអត់ឃើញម្ចាស់វាជិះមកវិញសោះហើយវាអង្គុយអត់ដឹងពេលយប់ពេលថ្ងៃអង្គុយចាំរហូតដល់ពេលមន្ទីរពេទ្យចេញមកដល់មន្ទីរពេទ្យបានប្រាប់ថាម្ចាស់វាចេះរយបារៃហើយឲ្យទៅរកម្ចាស់ថ្មីទៅឆ្កែហ្នឹងអត់ខ្វល់វាតែអង្គុយចាំម្ចាស់វាត្រឡប់មកវិញហើយវាចាំហើយចាំទៀតតែអត់ទាន់ឃើញម្ចាស់វាមកសោះគេដាក់ចំណីឲ្យស៊ីគេដាក់ឲ្យដេកតែវានៅតែចាំម្ចាស់វាអត់ទាន់ឃើញម្ចាស់វាចេញមកវិញហ៎ពេលវារត់ចុះឡើងស្រាប់តែត្រូវឡានបុកដោយសារតែវារត់អត់បានមើលហើយពេលនោះឆ្កែនិងម្ចាស់ក៏បានចេះរយទៅជាមួយគ្នាទៅហើយនេះជារឿងពិតចំពោះរឿងមួយដែលគេបានបង្កើតឡើងនៃការរងចាំចំពោះឆ្កែនិងម្ចាស់ពិតជាអាណិតមែនទែន